ពូជៀនកំពុងស្រោចដំណាំជាមួយប្រពន្ធឯញ៉ាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាចម្លែកណាស់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់មកលេងផ្ទះយើងណាម៉ែវាអើយឯងនេះចេះតែនិយាយហើយផ្ទះយើងបើក្រៅពីបងចែមមានអ្នកណាមកលេងបើផ្ទះយើងនៅចុងភូមិឆ្ងាយសឹងអីហើយតែខ្ញុំថាមិនបងចែមទេម៉ែវាតែរនឹកមិនឃើញថាជានរណាសោះអូមែនហើយចុះកូនស្រីយើងទៅណាហើយម៉ែវាអូស៊ីនួននៅធ្វើម្ហូបនៅផ្ទះបាយនឹងណាឯងហើយកូនយើងមួយរយៈនេះប្លែកខ្លាំងណាស់ឧស្សាហ៍ភ្លឹកម្នាក់ឯងមិនសូវរីករាយដូចពីមុនសោះតែកូនយើងគេឈឺទេដឹងឲ្យម៉ែវាមិនមែនទេពុកវាខ្ញុំសួរកូនហើយគេថាមិនកើតអីទេខ្ញុំស្ទាបខ្លួនកូនក៏មិនអីដែរប្រហែលមកពីអាកាសធាតុផ្លាស់ប្ដូរទេដឹងវាមិនដែលបែបនឹងទេណាម៉ែវាខ្ញុំចេះតែនិយាយលេងទៅណាពុកវាពេលនោះក៏ឮសូរសំឡេងមនុស្សស្រែកហៅពីចម្ងាយពូមីងនៅផ្ទះទេពូមីងពុកវាឮសំឡេងគេហៅដូចខ្ញុំទេលឿនតើម៉ែវាសំឡេងដូចជាប្រហែលពូមីងខ្ញុំវិចិត្រណាខ្ញុំមកលេងពូមីងអូហូគឺវិចិត្រទេឯក្មួយអូយវិចិត្រសោះមីងស្មានតែអ្នកណាគេស៊ីនួនកូនវិចិត្រគេមកលេងណាកូនហាម៉ែណែម៉ែស៊ីនួនខានជួបគ្នាយូរហើយខ្ញុំស្មានតែលោកភ្លេចពួកយើងហាញ់តាពេលនោះនីតាក៏មកដល់តាមក្រោយអូយបងចិត្តដល់ចេះរត់ចោលខ្ញុំទៅកាត់ខ្ញុំរត់តាមស្ទើរតែមិនទាន់នេះឲ្យបងសុំទោសនីតាពេលស៊ីនួនឃើញនីតាស្មានតែជាសង្សារវិចិត្រក៏ដើរចេញដោយស្ងាត់ស្ងៀមមិននិយាយអ្វីទាំងអស់ហាស៊ីនួនកូនតាណានឹងស៊ីនួនអើយកូននេះចាប់មែនគេហាក់ដូចជាប្លែកមែនហើយក្មួយហើយចុះក្មួយនេះត្រូវជាអ្វីនឹងក្មួយដែរនឹងហ៎អូខ្ញុំភ្លេចណែនាំឲ្យពូស្គាល់នេះនីតាប្អូនស្រីបង្កើតរបស់ខ្ញុំនាងចង់មកលេងពូដែរទើបម៉ែរបស់ខ្ញុំឲ្យខ្ញុំនាំនាងមកជាមួយផងនឹងណាពូនីតាជំរាបសួរពូមីងទៅប្អូនជំរាបសួរពូមីងនីតាសំផ្ញើខ្លួននៅទីនេះប្រហែលថ្ងៃហើយណាអូយមិនអីទេក្មួយមីងរីករាយណាស់ដែលបានក្មួយមានចំណាប់អារម្មណ៍មកលេងផ្ទះមីងមែនហើយកូនស៊ីនួនក៏គ្មានមិត្តភ័ក្តិលេងជាមួយទៀតបានក្មួយមកអញ្ចឹងពូនឹងឲ្យស៊ីនួននាំក្មួយទៅដើរលេងណាក្មួយអរគុណពូមីងពិតជាចិត្តល្អដូចបងចិត្តនិយាយមែនមែនហើយម៉ែក៏បានផ្ញើផ្លែឈើខ្លះមកឲ្យពូមីងដែរអូយអរគុណច្រើនហើយក្មួយនីតាឯងនៅលេងជាមួយពូមីងបន្តិចសិនទៅណាបងទៅនិយាយជាមួយស៊ីនួនបន្តិចចាបងវិចិត្រក៏បានដើរទៅរកស៊ីនួននៅក្រោយផ្ទះហើយឃើញស៊ីនួនកំពុងអង្គុយយំនឹងរអ៊ូតិចថាហើយនឹងឲ្យចិត្តប្រុសឃើញគេសម្ដីផ្អាំដាក់យើងក៏មិនប្រកាសថាគេស្រឡាញ់យើងដែរមើលទៅមិនបានប្រមាណផងគេក៏មានស្រីម្នាក់មកជាមួយទៅហើយខ្ញុំមិនគួរណាស្រឡាញ់គេទេអេហេចេះលួចអន់ចិត្តអង្គុយយំម្នាក់ឯងទៀតស៊ីនួនបើស្រឡាញ់ខ្ញុំមិនក៏មិនសារភាពពីដំបូងមកលោកមកពីណានឹងគឺមកដល់យូរហើយឮអ្នកខ្លាំងថាស្រឡាញ់ខ្ញុំទេខ្ញុំមិនបាននិយាយបែបនេះទេលោកស្ដាប់ច្រឡំហើយមិនបាននិយាយមិនក៏ស៊ីនួនយំអញ្ចឹងបានហើយលោកឈប់ញ៉ាស់ខ្ញុំទៅយ៉ាងណាលោកមានសង្សារហើយនេះស៊ីនួនប្រច័ណ្ឌខ្ញុំមែនទេមិនសួរខ្ញុំសិនថាគេជានរណាមែនហើយខ្ញុំខឹងខ្លាំងពេកស្ទើរតែភ្លេចបាត់ទៅហើយស៊ីនួនភ្លេចអីហ្នឹងគ្មានអីទេហើយចាំបាច់សួរអីមើលតែទង្វើទៅដឹងហើយស៊ីនួននាងឈ្មោះនីតាជាប្អូនស្រីបង្កើតរបស់ខ្ញុំនាងចង់មកលេងទើបខ្ញុំឲ្យនាងមកជាមួយនេះបើសួរខ្ញុំមុនមិនបាច់មកអង្គុយយំបែបនេះទេអ្នកណាទៅមានអារម្មណ៍នោះបានហើយខ្ញុំឈប់និយាយជាមួយលោកហើយស៊ីនួនបំរុងនឹងដើរចេញតែក៏ត្រូវបានវិចិត្រចាប់ដៃជាប់ស៊ីនួនបញ្ញាប់ទៅណានឹងមិនចង់ស្ដាប់ពាក្យចេញពីមាត់ខ្ញុំសិនទេអូយស្អីទៀតហើយខ្ញុំមិនចង់ស្ដាប់ទេមិនចង់ស្ដាប់ក៏ស្ដាប់សិនទៅតាមពិត
ខ្ញុំមានចិត្តលើស៊ីនួនយូរហើយខ្ញុំមកនេះមិនត្រឹមតែមកលេងទេក៏មករកកូនប្រសាឲ្យម៉ែខ្ញុំដែរស៊ីនួនឈប់ងក់ងោទៀតទៅណាខ្ញុំមិនជឿលោកអញទេលោកអញច្បាស់ជាកុហកខ្ញុំហើយខ្ញុំនិយាយពិតមែនខ្ញុំមកដើម្បីសួរចិត្តស៊ីនួននិងសួរពូមីងបន្ទាប់មកនឹងឲ្យម៉ែចូលស្ដីដណ្ដឹងស៊ីនួនហើយខ្ញុំមិនដឹងទេតែខ្ញុំនឹងរងចាំមើលថាលោកធ្វើបានឬក៏អត់ខ្ញុំពិតជាធ្វើបានតោះស៊ីនួនយើងទៅរកពូមីវិញទៅរីឯពូជៀនមីងនីនិងនីតាវិញកំពុងតែនិយាយគ្នាយ៉ាងសប្បាយរីករាយបើពូមានកូនប្រុសម្នាក់ទៀតពូនឹងស្ដីដណ្ដឹងក្មួយនីតាឲ្យកូនពូហើយមែនហើយឯងពូមីងចេះតែបង្អាប់ក្មួយហើយក្មួយមិនទាន់ចង់មានស្នេហាផងនោះបងវិចិត្រនឹងបងស្រីមកដល់ល្មមបងវិចិត្របងមើលចុះពូមីងគាត់ចំអន់ខ្ញុំលេងដល់ហើយបងស្រីស៊ីនួនខ្ញុំមិនទាន់បាននិយាយលេងជាមួយបងផងបងក៏ចេញទៅបាត់គឺបងមានការត្រូវធ្វើបន្តិចនឹងណាអូនខ្ញុំខំតែភ័យស្មានតែបងមិនចូលចិត្តខ្ញុំតាមែនហើយស៊ីនួនកូនយប់នេះកូនឲ្យនីតាទៅគេងជាមួយកូនដែរទៅណាកូនយប់ឡើងស៊ីនួននិងនីតាបានដេកជាមួយគ្នានិយាយគ្នាលេងយ៉ាងសប្បាយបងស៊ីនួនណាបងដឹងទេបងប្រុសរបស់ខ្ញុំណាតាំងពីតូចចូលចិត្តធ្វើបាបខ្ញុំណាពេលខ្លះយកសត្វដែលខ្ញុំខ្លាចដេញបន្លាចខ្ញុំរត់យំពេញផ្ទះពេលខ្លះទៀតបន្លំខ្លួនជាខ្មោចឡងខ្ញុំទៀតផងអូយដល់ថ្នាក់នឹងផងឯអូនមែនហើយបងសុំសួរប្អូនរឿងមួយបានទេបានតាបងឲ្យតែខ្ញុំដឹងខ្ញុំនិយាយទាំងអស់តាវិចិត្រពេលមុនធ្លាប់មានចំណាប់អារម្មណ៍លើស្រីណាខ្លះទេរឿងស្នេហាគាត់ដូចជាមិនដែលឃើញមានតាក់ទងស្រីណាទេបងតាំងពីពុកស្លាប់ទៅបងវិចិត្រគាត់ខំប្រឹងធ្វើការរកលុយចិញ្ចឹមខ្ញុំនិងម៉ែឲ្យមានហូបចុកគ្រប់គ្រាន់មិនឲ្យខ្វះខាតទេបែបនេះទេអូនពិតមែនហើយបងខ្ញុំក៏ចង់សួរបងដែរបងស្រឡាញ់បងវិចិត្រទេសួរអីចឹងទេអូនឆ្លើយមកបងកុំអៀនអីយើងសុទ្ធតែជាស្រីដូចគ្នាតាគឺមែនហើយតែបងមិនដឹងថាពីពេលណាទេតែចាប់តាំងពីពេលដែលគេត្រឡប់ទៅវិញកាន់នោះបងនឹកគេរាល់ថ្ងៃអីក៏ដូចបងវិចិត្រម៉ែបងពេលគាត់មកដល់ផ្ទះណាកាលនោះគាត់ប្លែកប្រហែលមកពីនឹកបងដែរហើយមើលទៅបានហើយតើអូនទៅគេងទៅចាស់បងស៊ីនួននិងនីតាក៏ចូលគេងទាំងអស់គ្នាទៅព្រឹកឡើងស៊ីនួននាំនីតាទៅផ្សារដើម្បីដើរមើលគេឯងនៅផ្ទះសល់តែវិចិត្រពូជៀននិងមីងនីហើយវិចិត្រក៏និយាយរឿងដែលខ្លួនស្រឡាញ់គ្នាជាមួយនឹងស៊ីនួនប្រាប់អ្នកទាំងពីរវិចិត្រឮថាក្មួយមានរឿងចង់និយាយជាមួយពូមីងតើរឿងអីទៅក្មួយបាទពូមីងគឺណាមានរឿងអីនិយាយមកក្មួយគឺក្មួយចង់សារភាពប្រាប់ពូមីងរឿងមួយគឺក្មួយស្រឡាញ់ស៊ីនួនយូរមកហើយទើបក្មួយចង់សុំស្ដីដណ្ដឹងស៊ីនួនពីពូមីងអូយគឺរឿងនឹងទេឯក្មួយពូមីងមិនថាអីទេឲ្យតែស៊ីនួនគេព្រមពូមីងក៏ព្រមដែរលាក់បាំងអីពូក៏ចង់បានក្មួយជាកូនប្រសាដែរព្រោះក្មួយជាមនុស្សឧស្សាហ៍ព្យាយាមបាទពូមីងក្មួយអរគុណពូមីងណាចាប់ពីថ្ងៃនោះមកស៊ីនួននិងវិចិត្រក៏ចាប់ផ្ដើមតាក់ទងគ្នាយ៉ាងបើកចំហនៅយប់មួយនៅក្នុងភូមិស្រាប់តែមានចៅជួលប្លន់ក្នុងភូមិហើយជួលប្លន់ដល់ផ្ទះគ្រួសារពូជៀនមានស្អីខ្លះឆាប់ប្រមូលយកមកឲ្យពួកយើងអស់មកបើមិនចង់ងាប់ទេយើងគ្មានអីទេពេលនោះវិចិត្របានជួលមកតតាំងនឹងចៅពួកអញមានដៃមានជើងមិនក៏ដើរប្លន់គេអញ្ចឹងអាចង្រៃក៏មកចេះដឹងរឿងរបស់យើងពុកម៉ែអើយអាចចៅចង្រៃអញធ្វើអីគាត់អាយ៉ាផ្ទះនេះមានស្រីស្អាតដុតទៅពីអ្នកទៀតវើយមែនហើយលបងខ្ញុំគិតថាលបងគួរយកនាងទាំងពីរអ្នកនេះទៅធ្វើប្រពន្ធទៅអីលបងអូនស្រីទាំងពីរបើអូនព្រមទៅជាមួយបងនឹងទុកជីវិតឲ្យគ្រួសាររបស់អូនណាទោះជាយើងស្លាប់ក៏យើងមិនឲ្យពួកអញបានសម្រេចដែរឯងជួយតែខ្លួនឯងសិនទៅអាលងងចាប់នាងទាំងពីរអ្នកមកឲ្យយើងបានលបងឡើងយ៉ាងទៅបងប្រុសជួយពួកយើងផងស៊ីនួន
លែងកូនយើងទៅមែនហើយខ្ញុំសូមឲ្យក្អមជួយសិនក្អមពេលតមុនជួយខ្ញុំផងពេលនោះក្អមក៏ហោះមកធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងតើឯងចង់ឲ្យយើងជួយអ្វីទៅក្អមនេះចេះនិយាយផងហ៎យើងសូមឲ្យឯងធ្វើឲ្យពួកចៅរលែងបាត់ឥឡូវនេះទទួលបញ្ជាពេលនោះក្អមវិតមុនក៏បញ្ចេញរឹតហើយពូចៅក៏រលាយបាត់អស់ទៅអូយលែងយើងទៅលែងយើងពេលនេះយើងសម្រេចបំណងចុងក្រោយរបស់ឯងហើយយើងមានសេរីភាពហើយលាហើយស៊ីនួនឯងជាមនុស្សល្អទេវតានឹងថែរក្សាឯងពុកម៉ែបងវិចិត្រមិនអីទេមែនទេពុកនឹងម៉ែមិនអីទេមើលវិចិត្រសិនទៅកូនបងមិនអីទេមិនអីយ៉ាងម៉េចមើលចុះមុខបងជាប់អស់ហើយមែនហើយបងមែនហើយកូនហើយចុះក្អមនោះជាស្អីទៅរឿងនោះវែងឆ្ងាយណាស់ពុកម៉ែគឺកាលកូនរកដំឡូងកូនបានឃើញវាដល់ចៃដន្យកូនបានសុំទឹកភ្លៀងពីវាហើយក៏បានសុំវាឲ្យជួយសង្គ្រោះជីវិតបងវិចិត្រពីមុនដែរអូយអញ្ចឹងដែលភូមិយើងមានភ្លៀងធ្លាក់គឺដោយសារតែបែបនោះឯងហើយពេលដែលវិចិត្ររបួសចិត្តស្លាប់ក៏ស្រាប់តែជាសះស្បើយលឿនយ៉ាងនេះក៏ដោយសារតែក្អមនោះដែរមែនទេមែនហើយពុកម៉ែហើយចុះហេតុអីកូនមិនប្រាប់ពួកយើងក្អមហាមិនឲ្យប្រាប់អ្នកណាទេពុកម៉ែមិនចឹងទេវាមិនអាចជួយកូនបានទៀតទេបានហើយពុកម៉ែចាប់តាំងពីពេលនេះទៅយើងអាចរស់នៅដោយមានសុភមង្គលហើយចាប់ពីពេលនោះមកពួកគេរស់នៅយ៉ាងសប្បាយរីករាយជាមួយគ្នាវិចិត្រក៏បានឲ្យម្ដាយចូលស្ដីដណ្ដឹងស៊ីនួនហើយរស់នៅដោយមានសុភមង្គល